សង្វេគណាគ្រូពេទ្យម្នាក់អត់មានឈឺអ្វីតតែសោះពីល្ងាចធ្វើការធម្មតាស្រាប់តែព្រឹកឡើងក៏គ្រួសារដាស់ពីដំណេកក៏ក្រោកលែងកើតសង្ស័យជាករណីខ្យល់កហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង6ព្រឹកថ្ងៃទី3ខែឧសភាឆ្នាំ2026នៅភូមិអូ2ឃុំដងក្តារស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមសពគឺមានឈ្មោះថាស៊ីមេងហុងអាយុប្រហែលជាង30ឆ្នាំប្រឹងរាល់ថ្ងៃព្រោះតែប្រាក់ដើម្បីកូនប្រពន្ធមិនបានសម្រាកជីវិតឥឡូវខ្លីណាស់គួរតែយកចិត្តទុកដាក់មនុស្សល្អនៅក្បែរខ្លួនពីព្រោះមិនដឹងថាថ្ងៃស្អែកយើងបាននិយាយគ្នាទៀតឬក៏អត់នោះទេបងប្អូនអើយវាគឺជាការបាត់បង់ដ៏ធំធេងនិងលឿនរហ័សបំផុតដែលស្ទើរតែមិនអាចទទួលយកបានឡើយលោកគ្រូពេទ្យមេងហុងដែលគ្រប់គ្នាស្គាល់ថាជាមនុស្សស្លូតបូតពូកែនឹងខិតខំប្រឹងប្រែងធ្វើការបំផុតបែរជាត្រូវលាចាកលោកទាំងវ័យក្មេងដោយសារតែអាការៈគាំងបេះដូងភ្លាមបន្សល់ទុកឲ្យភរិយានិងកូនតូចចំនួន2នាក់រស់នៅក្នុងភាពកំព្រានិងការឈឺចាប់ជាទីបំផុតភរិយារបស់លោកគ្រូពេទ្យបានពោលពាក្យទាំងទឹកភ្នែកជន់ជោយ៉ាងដូចនេះថាបងតែងតែថាគ្រប់យ៉ាងព្រំលិខិតបានចារមកអស់ហើយតែហេតុអ្វីបានជាបងទៅចោលអូនទុកឲ្យអូនចិញ្ចឹមកូន2នាក់តែម្នាក់ឯងបែបនេះបងទៅចោលអូនទាំងមិនបានលាមួយម៉ាត់ស៊ីមមិញហុងប្តីល្អរបស់អូនអើយបេះដូងប្រពន្ធក្រំគ្រាណាស់យើងខ្ញុំសូមចូលរួមសម្ដែងនៅសេចក្តីសោកស្ដាយនិងរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពលោកគ្រូពេទ្យមេងហុងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់បងប្រុសបានទៅកាន់សុគតិភពនិងសម្រាកឲ្យបានស្រួលកុំបីមានការបារម្ភទៀតឡើយនេះគឺជារឿងដ៏គួរឲ្យសង្វេគបំផុតដែលលោកគ្រូពេទ្យស៊ីមេងហុងទទួលមរណភាពទាំងដែលលោកគ្រូពេទ្យម្នាក់នេះមិនមានឈឺអ្វីទាំងអស់ពីល្ងាចធ្វើការធម្មតាស្រាប់តែព្រឹកឡើងក៏គ្រួសារដាស់ពីដំណេកក៏ក្រោកលែងរួចសង្ស័យថាជាករណីខ្យល់កហេតុការណ៍នេះគឺបានកើតឡើងកាលពីវេលាម៉ោង6ព្រឹកថ្ងៃទី3ខែឧសភាឆ្នាំ2026នៅភូមិអូ2ឃុំដងក្តារស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមសពលោកគ្រូស៊ីមេងហុងគឺមានអាយុប្រហែលជាង30ឆ្នាំប្រឹងធ្វើការរាល់ថ្ងៃព្រោះតែប្រាក់ដើម្បីកូនប្រពន្ធមិនមានពេលសម្រាកជីវិតមនុស្សយើងឥឡូវខ្លីណាស់គួរតែយកចិត្តទុកដាក់មនុស្សល្អនៅជុំវិញខ្លួនពីព្រោះមិនដឹងថាថ្ងៃស្អែកយើងបាននិយាយគ្នាទៀតឬអត់នោះទេបងប្អូនអើយបងប្អូនទាំងអស់គ្នាសូមបងប្អូនចែករំលែកនៅព័ត៌មាននេះដើម្បីឲ្យបងប្អូនទាំងអស់គ្នាថែរក្សាសុខភាពឲ្យមានសុខភាពល្អខ្ញុំមិនស្គាល់គ្រួសារបងប្អូនទេខ្ញុំឃើញបងប្អូនផុសសង្វេគពេកខ្ញុំសូមចូលរួមសោកស្ដាយផងប្អូនរំលែកទុក្ខដ៏ក្រៀមក្រំនេះផង